ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមករៀបរាប់អត្ថប្រយោជន៍ផ្លែននោងនិងស្លឹកផ្លែននោងនិងស្លឹកននោងគឺជាបន្លែប្រជាប្រិយដែលមានឱជារសឆ្ងាញ់ហើយសម្បូរទៅដោយសារធាតុចិញ្ចឹមរ៉ែនិងវីតាមីនជាច្រើនប្រភេទដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពអត្ថប្រយោជន៍នៃផ្លែននោងជួយដល់ប្រព័ន្ធរំលាយអាហារសម្បូរទៅដោយជាតិទឹកនិងសរសៃអាហារ Fiber ជួយការពារនិងសម្រួលបញ្ហាទល់លាមកសម្រួលដល់ការសម្រក់ទម្ងន់មានការរលាយខ្ទាបនិងជាតិទឹកច្រើនធ្វើឲ្យឆាប់ឆ្អែតបានយូរគ្រប់គ្រងកម្រិតស្ករក្នុងឈាមមានជាតិស្ករទាបនិងមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមរក្សាសុខភាពភ្នែកសម្បូរដោយវីតាមីន A ជួយការពារភ្នែកនិងពង្រឹងភ្នែកឲ្យមើលឃើញច្បាស់ពង្រឹងប្រព័ន្ធការពាររាងកាយសម្បូរវីតាមីន C ជួយការពាររាងកាយពីជំងឺផ្ដាសាយនិងការឆ្លងរោគផ្សេងៗអត្ថប្រយោជន៍ស្លឹកននោងបញ្ចុះកម្ដៅក្នុងរាងកាយតាមបែបបុរាណស្លឹកននោងត្រូវគេយកមកដាំទឹកផឹកឬបុកបិទលើថ្ងាសដើម្បីជួយបញ្ចុះកម្ដៅពេលគ្រុនក្ដៅព្យាបាលបញ្ហាស្បែកស្លឹកននោងបុកលាយទឹកបន្តិចអាចយកមកលាបលើស្បែកដែលមានកន្ទួលរមាស់ឬបូកដើម្បីកាត់បន្ថយការរលាកជួយសម្រួលការមករដូវទឹកស្ងោរស្លឹកននោងត្រូវបានគេជឿថារួមចំណែកសម្រួលដល់ស្ត្រីដែលមានបញ្ហាមករដូវមិនទៀងទាត់ប្រឆាំងការរលាកមានសារធាតុរ៉ែនិងសមាសធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកាត់បន្ថយការរលាកផ្សេងៗក្នុងរាងកាយការប្រើប្រាស់ក្នុងម្ហូបអាហារផ្លែននោងនិងស្លឹកខ្ចីអាចយកមកស្លកកូរស្លខួរក្តាមឬប្រហើរឬឆាជាមួយសាច់ជ្រូកនិងពងទាបានយ៉ាងឆ្ងាញ់ពិសា